ដែលចូលចិត្តធម្មជាតិអីមកស្នាក់នៅនេះអេបងចោលបរិសុទ្ធជើងភ្នំគឺមានទេសភាពស្រស់បំព្រងបាទក្នុងខេត្តកំពតហើយការធ្វើដំណើរអត់មានយូរទេពីខេត្តកំពតមកដល់នេះប្រហែលជា15នាទីបាទ15នាទីជាការស្រេចហើយគាត់ថាទោះបីយ៉ាងណាយើងមកធម្មជាតិស្រស់ស្រង់ធម្មជាតិពិតនៅទីនេះបាទហើយជាកន្លែងដែលយើងមិននឹកស្មានទេយើងមកមានលក្ខណៈដូចរំភើបគួរឲ្យសប្បាយរីករាយហើយបងដែលជាម្ចាស់សុបិនបាននេះគឺជាបងស្រីដែលល្អដែលធ្វើការជាមួយគ្នាយូរហើយតាំងពី96បាទឥឡូវមកជួបជាង20ឆ្នាំហើយបានមកជួបគ្នាវិញទៀតអញ្ចឹងជាមោទនភាពដែលបងគាត់នៅរាប់អានស្រឡាញ់ដូចជាប្អូនដូចជាក្មួយដូចអីអញ្ចឹងគឺបាទមែនទេអរគុណបងច្រើនដែរបាទផ្ដល់ឱកាសឲ្យបានមកស្គាល់កន្លែងហើយសង្ឃឹមថាថ្ងៃណាមួយអាចមានឱកាសមកស្នាក់នៅទីនេះជាមួយបងសប្បាយចាគ្នាហ្នឹងហើយចាអូនចាអូព្រះទានពរអរគុណចាអានេះព្រីនេះបានទេបងផ្លែរៀនផ្លែកូនឆ្នាំនេះផ្កាគ្រប់ដើមបាទចាហ្នឹងហើយឆ្នាំមុនផ្លែបាន2-3គ្រាប់ម្ដងចាចាវាធម្មជាតិល្អពិតហើយបាទជាតិពិតមកនឹងបាទផ្កាគ្រប់បែបចម្រុះបាទដើមឈើទីជ័យបាទស្រស់ស្អាតបាទគ្រប់ពណ៌បាទឆោមលូមលាយចម្រុះបាទហាក់បីដូចជាធ្វើឲ្យអារម្មណ៍យើងសម្បូរសប្បាយសប្បាយដល់ហើយកូនរាយកូនដើរនោះទៅចែកចង់បាទនេះអូបាទអោនតិចកូនណែបងទុកផ្កាខ្លាចវាប៉ះក្បាលកូននេះវាយប់ឡើងនឹងបងដាក់ភ្លើងទៀតដល់យប់ឡើងគឺដៃជ្រូងចាបងនឹងជ្រងតែឥឡូវអត់តនេះតែនេះសិតអត់ណាអានេះបោព្រឹកកូនតិចទៀតផ្កាខែក្រោយអីផ្កាបោព្រឹកនេះបងបោកងោកនោះនេះបោព្រឹកចាកាបោព្រឹកហ្មងចាកងោកនោះអូនមកខណេះបើខណេះបើនេះ